មុំនេះហាមានអត្តពលខ្លាំងមែនទែនដែលយើងហូបវាមួយស្លាបព្រានោះយើងនឹងអាចស្លាប់បាននេះហាគឺជាមនុស្សដែលហូបទឹកឃ្មុំនេះតែមួយស្លាបព្រាប៉ុណ្ណោះដែលធ្វើឲ្យពួកគេចង់ចាំអស់មួយជីវិតឃ្មុំអីក៏សាហាវម៉ែបើចង់ដឹងថាទឹកឃ្មុំនៅប្រភេទអីគេមើលវីដេអូនេះទាំងអស់គ្នាដែលវាគឺជាទឹកឃ្មុំប្រភេទ Made Honey ហើយវាត្រូវបានគេរកឃើញនៅក្នុងប្រទេសនេប៉ាល់និងប្រទេសទូគីជារៀងរាល់ថ្ងៃអ្នកស្រុករាប់សិបនាក់ឡើងភ្នំជាង 5000 ម៉ែត្រដើម្បីប្រមូលវាហើយដំណើរការនៃការប្រមូលគឺមានគ្រោះថ្នាក់និងលំបាកយ៉ាងខ្លាំងពេលខ្លះពួកគេត្រូវព្យួរនៅលើផ្ចាំងថ្មចោតដែលគ្មានសុវត្ថិភាពឡើយខណៈពេលដែលត្រូវបានឃ្មុំទុចរាប់រយក្បាលប៉ុន្តែហើយអ្វីបានជាពួកគេនៅតែតស៊ូយកវាព្រោះថាទឹកឃ្មុំនេះគឺមានតម្លៃមិនគួរឲ្យជឿក្នុងមួយកំប៉ុងគឺមានតម្លៃដល់ទៅ$6000ឯណោះហើយមូលហេតុដែលធ្វើឲ្យវាមានតម្លៃថ្លៃនោះគឺវាមានគុណសម្បត្តិនៅក្នុងនោះដែរដោយវាជួយបន្ថយការឈឺចាប់និងសម្ពាធឈាមហើយក៏ជាប្រភេទ Aphrodisiac ដែលជាថ្នាំសម្រើបជួយបង្កើនកាមភាពក្នុងករណីដែលយើងប្រើវាត្រឹមត្រូវតែប៉ុណ្ណោះហើយបើសិនបើយើងហូបវាមួយស្លាបព្រានោះយើងនឹងអាចបាត់បង់ស្មារតីនិងអាចសន្លប់ហើយភ្ញៀវទេសចរមួយចំនួនដែលមិនបានដឹងពីរឿងនេះពួកគេបានញ៉ាំវាមួយដុំតែម្ដងបន្ទាប់មកពួកគេនឹងបាត់បង់ការគ្រប់គ្រងហើយសន្លប់រយៈពេលជាច្រើនថ្ងៃ